Bạnអ្នកទាំងអស់គ្នាកាលពីវីដេអូមុនខ្ញុំបានរៀបរាប់អំពី Hiragana, Katakana ហើយនិង Minano ភាគ1ភាគ2ទៅអ្នកទាំងអស់គ្នារួចហើយអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំសូមរំលឹកឡើងវិញថាអ្នកទាំងអស់គ្នាបើចង់រៀនជប៉ុនឲ្យចេះឲ្យចាំឲ្យស្ទាត់អាចយកទៅប្រើការបានត្រូវចេះមូលដ្ឋានគ្រឹះ Katakana Hiragana ឲ្យច្បាស់សិនបន្ទាប់មកអ្នកទាំងអស់គ្នាទៅ Minano ភាគ1ហ្នឹងហើយបន្ទាប់ពីយើងរៀន Minano ភាគ1ដែលមាន25មេរៀននឹងបាន start អស់ហើយវារំសំខាន់ឲ្យចេះ start អ្នកទាំងអស់គ្នាតែមកយើងចូលទៅដល់ភាគ2ហ្នឹងហើយអញ្ចឹងអក្សរនៅក្នុងនឹងវេយ្យាករណ៍នៅក្នុងនឹងអីភាគ1ភាគ2អ្នកទាំងអស់គ្នាចាំអានឹងឲ្យច្បាស់ឲ្យស្ទាត់បន្ទាប់មកយើងនឹងចូលទៅដល់មួយទៀតហ្នឹងហើយអ្នកទាំងអស់គ្នាខ្ញុំរៀបរាប់ជូនអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះបាទជំរាបសួរនិងសួស្តីទៅកាន់អ្នកដែលកំពុងតែទស្សនាវីដេអូនេះទាំងអស់គ្នាជាពិសេសអ្នកដែលកំពុងតែរៀនភាសាជប៉ុននិងចង់ចាប់ផ្ដើមរៀនភាសាជប៉ុនទាំងអស់គ្នាហ្នឹងហើយវីដេអូនេះគឺតពីវីដេអូមុនភាគ2អ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាហ៊ាន Hiragana Katakana 25មេរៀននៅក្នុង Minano ភាគ1និង Minano ភាគ2 25មេរៀនទៀតទាំងអស់50មេរៀនហ្នឹងហើយឲ្យចាំឲ្យ start អ្នកទាំងអស់គ្នាបន្ទាប់មកអ្នកទាំងអស់គ្នានឹងចូលទៅដល់មួយទៀតគឺគេហៅថា JLPT អ្នកទាំងអស់គ្នានឹងប្រឡងសមត្ថភាពភាសាជប៉ុនហ្នឹងអ្នកទាំងអស់គ្នាJLPT ហ្នឹងជាភាសាអង់គ្លេសយើងបានមកពី Japanese Language Proficiency Test ហ្នឹងហើយ Japanese Language Proficiency Test ជាភាសាជប៉ុន Nihongo no Ryoku Scan អ្នកទាំងអស់គ្នាកន្លែងនេះខ្ញុំសូមកាត់វងកញ្ចក់ខ្ញុំចង់បកប្រែជាភាសាខ្មែរបន្តិចខ្ញុំសូមបកប្រែថាការប្រឡងជំនាញភាសាជប៉ុនឬក៏ការប្រឡងសមត្ថភាពភាសាជប៉ុនខ្ញុំសូមដកពាក្យតេស្តមួយចេញខ្ញុំឃើញមានអ្នកបកប្រែថាការប្រឡងតេស្តសមត្ថភាពយើងអត់មានត្រូវតេស្តអីទៀតទេព្រោះប្រឡងហ្នឹងគឺតេស្តហ្នឹងហើយអ្នកទាំងអស់គ្នាចូលមកដល់តាមកម្រិតនីមួយនៅពីកម្រិត1ដល់កម្រិត5តែភាសាជប៉ុនគឺគេបញ្ជាក់មកវិញកម្រិត5គឺជាកម្រិតដំបូងហើយដល់កម្រិត1គឺជាកម្រិតខ្ពស់ជាងគេហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹង5ហ្នឹងគឺជាលក្ខណៈថាមូលដ្ឋានគ្រឹះហើយបន្ទាប់មក4រៀងឡើងទៅលើនឹងបន្តិច3គឺយើងអាចប្រើការបានធ្វើការបានបកប្រែបានអីតិចតួចយើងដើរផ្សារដើរអីបានអញ្ចឹងណារីឯ N2 ហើយនិង N1 គឺជាកម្រិតមួយដែលនិយាយជប៉ុនទៅយើងស្ដាប់គ្នាបានច្រើនជាពិសេសគឺ N1 តែម្ដង N1 គឺដូចជនជាតិជប៉ុនតែម្ដងហើយឥឡូវនេះចូលទៅក្នុងជប៉ុនគឺភាគច្រើនបើនិយាយពីអ្នកមានសញ្ញាបត្រវិញគឺអ្នកចង់ធ្វើការនៅប្រទេសជប៉ុនគឺគេតម្រូវឲ្យយើងមាន N2 យ៉ាងតិចអញ្ចឹង N3 N4 N5 គឺយើងនៅកម្រិតក្រោមហ្នឹងហើយអញ្ចឹងគេទាមទារឲ្យមានកម្រិតយ៉ាងតិចកម្រិត2ហ្នឹងហើយអ្នកនរគ្នាហើយនេះគឺជារូបគំរូនៃសញ្ញាបត្រN5 អ្នកទាំងអស់គ្នាពេលប្រឡងទៅនឹងបានរូបរាងបែបនេះហើយខ្ញុំនឹងដាក់បង្ហាញរូបពី N5 ទៅដល់ N1 ជូនអ្នកទាំងអស់គ្នានិងអ្នកទាំងអស់គ្នាខ្ញុំរៀបរាប់ត្រួសអំពីការប្រឡងហ្នឹងជាទូទៅគឺគេប្រឡងនៅខែ7និងខែ12យើងប្រឡង2ដងនៅក្នុងមួយឆ្នាំហ្នឹងហើយជាពិសេសគឺអាទិត្យទី1ហ្នឹងហើយអាទិត្យទី1នៃខែ7និងអាទិត្យទី1នៃខែ12ក្នុងឆ្នាំនីមួយៗអញ្ចឹងវាជាឱកាសល្អសម្រាប់អ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នារៀនចប់ Minano ភាគ1ភាគ2ហើយអ្នកទាំងអស់គ្នាអាចដាក់ប្រឡងសមត្ថភាពភាសាជប៉ុននឹងបានហើយអ្នកទាំងអស់គ្នាអញ្ចឹងអ្នកខ្លះបើគាត់ខ្លាំងអញ្ចឹងទៅគាត់អាចដាក់ផ្លោះយល់រៀនចប់2ក្បាលហ្នឹងហើយអ្នកទាំងអស់គ្នាអាចផ្លោះទៅ N3 ក៏បានដែរ N4 N3 ហ្នឹងគឺអូខេទៅបានហើយបើអ្នកទាំងអស់គ្នាថាគ្រូខ្ញុំចង់រៀនតែត្រឹមភាគ1សិនហើយប្រឡងបានអត់ខ្ញុំនិយាយថាបានគឺបានតែដូចខ្ញុំនិយាយចឹងអ្នកនរគ្នាបើសិនមកជាអ្នកទាំងអស់គ្នារៀនអា Minano ភាគ1ហ្នឹងចេះឲ្យច្បាស់វេយ្យាករណ៍ Kanji និយាយអីជាមួយគ្រូជនជាតិជាមួយគ្រូខ្មែរក៏បានមួយគ្រូជនជាតិក៏បានចេះស្ដាប់ចេះអីបានខ្លះហើយអ្នកទាំងអស់គ្នាទៅប្រឡង N5 ហ្នឹងខ្ញុំជឿថាភាគរយនៅក្នុងការជាប់គឺខ្ពស់រីឯ N4 ហើយនិង N3 បើសិនមកអ្នកទាំងអស់គ្នាចប់សភៅនឹង2ក្បាលហើយរៀនឲ្យចេះចាំ stock ក្នុងហ្នឹងមិនមែនរៀនភ្លេចមុខភ្លេចក្រោយទេអ្នកទាំងអស់គ្នាដាក់ទៅភាគរយជាប់គឺខ្ពស់តែម្ដងហើយសម្រាប់ N2 ហើយនិង N1 អ្នកទាំងអស់គ្នារៀនត្រូវការឡើងទៅលើនឹងមកកម្រិតទៀតអាចនឹងនិយាយថារៀនត្រៀមគេថារៀនត្រៀមប្រឡងរៀនអានឹងឲ្យបានច្រើនរៀនខ្លួនឯងផងរៀនជាមួយគ្រូផងទើបអាចឆាប់ជាប់ដូចជាពិសេសគឺ N1 តែម្ដង N1 គឺពិបាកមែនទែនដោយសារសង្ឃថាដូចជនជាតិដើមហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាទទួលបានអត្ថប្រយោជន៍ពីវីដេអូនេះហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះសូយគីណែ